ទី2គឺឈ្មោះខ្មោចយើងមិនអាចទទួលលទ្ធផលនៃការបោះឆ្នោតនេះបានពីព្រោះយើងដឹងថាមានឈ្មោះខ្មោចឈ្មោះដែលមានឈ្មោះនៅលើតារាបាក់មានមនុស្សរកមនុស្សអស់ឃើញណា1លានជាង1លានជាង1លានឈ្មោះអាចនាំមកទៅការបោះឆ្នោតយកឈ្មោះជាង1លាននេះយកទៅបង្កើតសិលឹកឆ្នោត1លានសិលឹកឆ្នោតដែលវាមិនអាចយកជាការបានរឿងអីយើងយកឈ្មោះ1លានទៅបង្កើតសិលឹកឆ្នោត1លានសិលឹកដែលគេបញ្ចូលក្នុងរដ្ឋផលនៃការបោះឆ្នោតដែលយើងនឹងសូម្សិលមិញយើងទៅទទួលយកចិត្តបានយើងទទួលយកខ្យល់យើងទៅទទួលយកការប្រឌិតយើងទៅទទួលយកអ្វីដែលអយុត្តិធម៌ពីបំផោងសម្លេងជាង1លានសម្លេងឲ្យគណៈបកមួយយើងមិនអាចទទួលបានទេត្រូវតែរៀបចំបញ្ជីបោះឆ្នោតត្រូវតែស្អាតត្រូវតែលុបឈ្មោះ1លានជាងសិទ្ធិខ្មោចមិនត្រូវនាំនៅការបង្កើតសិលឹកឆ្នោតខ្លាំងខ្លាយនោះទេការស្រាវជ្រាវនឹងឈ្មោះស្ទួនប្រហែល2សែនណាអានេះគាត់យើងរកឃើញ2សែនឈ្មោះស្ទួននឹងច្បាស់គេយកទៅប្រើដើម្បីបំផោងសម្លេងឲ្យគណៈបកការតំណាងហ្នឹងអញ្ចឹងគណៈកម្មការស៊ើបអង្កេតហ្នឹងណាត្រូវទៅវាស់វែងឲ្យច្បាស់ឥឡូវយើងធ្វើការរួមគ្នាហើយគណៈកម្មការស៊ើបអង្កេតហ្នឹងគឺមានសមាជិកភាពនេះយើងគ្រាន់តែផ្ដល់ជាគំនិតទេសមាជិកភាពនៃគណៈកម្មការស៊ើបអង្កេតគឺអាចមានគណៈបកធំទាំងពីរដែលប្រកួតប្រជែងគ្នានៅរដ្ឋសភាតាមសម្លេងដែលទោះជាសម្លេងនោះមិនសុខចិត្តមិនស្រុកមិនចាំត្រឹមត្រូវតែយើងឃើញគណៈបកនេះក្នុងនេះគឺគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិជាតំណាងគណៈបកទាំងពីរនោះត្រូវនៅក្នុងគណៈបកការជំនាញចម្រុះត្រូវមានតំណាងអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សអង្គការឃ្លាំមើលការបោះឆ្នោតអង្គការដែលមានជំនាញមានបទពិសោធន៍ក្នុងការតាមដានការបោះឆ្នោតការពិចារណាការបោះឆ្នោតចុះឈ្មោះរហូតដល់ការរាប់សិលឹកឆ្នោតដោះស្រាយវិវាទបោះឆ្នោតរហូតដល់ប្រកាសរដ្ឋផលជាសមាជិកយើងក៏ស្នើឲ្យមានអង្គការសហជីវជាតិដែលបានធ្វើអនុសាសន៍ដល់អនុសាសន៍មួយចំនួនរឿងបោះឆ្នោតនេះអង្គការ NCI និងអង្គការ Conference និងក្នុងលីកផ្សេងដែលយើងទាំងអស់គ្នាដឹងថាមានបទពិសោធន៍ក្នុងការតាមដានការបោះឆ្នោតគឺយើងស្នើសូមឲ្យចូលទៅក្នុងគណៈកម្មការអញ្ចឹងយើងបន្តទៀតយើងត្រូវតែមើលថាបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមិនត្រឹមត្រូវនឹងគឺវាប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតប៉ះពាល់ដល់កម្រិតណាបើឃើញថាបញ្ជីឈ្មោះនឹងឲ្យតារាចាក់ឲ្យលទ្ធផលបោះឆ្នោតនឹងតារាចាក់ឈ្មោះខាងគណៈបកសង្គ្រោះជាតិបាត់ច្រើនឈ្មោះខាងគណៈបកប្រជាជនទទួលបានសិលឹកឆ្នោតច្រើនដោយសារប្រើឈ្មោះខ្មោចអានេះយើងត្រូវវាចម្លែកថាផលប៉ះពាល់ផលវិបាកដែលបង្កើតចេញមកពីភាពមិនប្រក្រតីនេះវាមានទំហំដល់ណាវាមានកម្រិតដល់ណាដែលធ្វើឲ្យអាការប៉ះពាល់នោះត្រូវមានបំភ្លេងដល់ផលនៃការបោះឆ្នោតបំភ្លេងឆន្ទៈវិជានេះដល់កម្រិតណាមួយទៀតទម្រង់បែបប1019ហើយខិតបញ្ជាក់អត្តសញ្ញាណឃើញថានៅតែចេញទៅពីទីពីអត់មានការគ្រប់គ្រងរំទៅច្រើនយើងក៏សូមឲ្យស៊ើបអង្កេតស្រាវជ្រាវការចេញប្រមាណការរាប់ឥឡូវចេញមកចេញគោលបញ្ជីតាមការិយាល័យតាមភូមិតាមអីមើលមកអា1019ហ្នឹងវាចេញដល់ខុសច្បាប់ចេញដល់លួចលាក់ប្រមាណហើយផលប៉ះពាល់វាអាចមានទម្ងន់ដល់ណាអាចចេញពីពីវាគឺយកមកប្រើយ៉ាងណាប្រើទឹកខ្មៅណាអាទឹកខ្មៅវាលុបមិនស្អាតអានេះក៏ជាភាពមិនប្រក្រតីទៅទៀតដែលបោះតែខាងទឹកខ្មៅប្រមាណការិយាល័យមនុស្សមួយទូទាំងប្រទេសតើអ្នកដែលមិនទៅលៀងដែលជូតទឹកខ្មៅចេញហ្នឹងតើវាអាចនាំមកនៅការបន្លំសិលឹកឆ្នោតទៅការបំផោងសិលឹកឆ្នោតប្រមាណនេះការទឹកខ្មៅដែលជូតជ្រះហើយឈ្មោះមនុស្សដែលមានមនុស្សតែមួយដែលមានឈ្មោះ2ដងឡើងទៅគឺគួបផ្សំ2នឹងទៅគឺមនុស្សបានបោះឆ្នោតប្រឡំច្រើនអញ្ចឹងយើងត្រូវច្រើនប្រមាណហ្នឹងមិនមែនខ្ញុំថាប្រមាណបានខ្លួនឯងទេត្រូវគណៈកម្មការស៊ើបអង្កេតឡើងវិញថាភាពមិនប្រក្រតីនាំមកនៅការធ្វើឲ្យសិលឹកឆ្នោតហ្នឹងវាខុសពីការពិតវាខុសពីច្បាប់វាខុសពីគោលការណ៍យុត្តិធម៌ជាតិបតេយ្យដល់កម្រិតណារួចទៅយើងត្រូវតែកន្លែងណាខ្លះត្រូវរាប់សិលឹកឆ្នោតឡើងវិញអាស្រ័យលើពាក្យបណ្ដឹងខ្ញុំមិនដឹងថាពាក្យបណ្ដឹងនេះគេនឹងដោះស្រាយយ៉ាងម៉េចប៉ុន្តែឥឡូវយើងទាមទារឲ្យដោះស្រាយត្រឹមត្រូវ
មិនដោះស្រាយពីមុនឲ្យកោជបដោះស្រាយខ្លួនឯងកោជបអ្នកទទួលខុសត្រូវការទទួលខុសរឿងភាពមិនប្រក្រតីឲ្យកោជបដោះស្រាយខ្លួនឯងកោជបដោះស្រាយឲ្យទៅវិញខ្លួនឯងយើងអត់ទទួលយកយន្តការនឹងទៀតទេត្រូវតែមានយន្តការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការបោះឆ្នោតឲ្យបានត្រឹមត្រូវអញ្ចឹងបញ្ហាទាំងអស់នោះពាក្យបណ្ដឹងទៅដោះស្រាយបើត្រូវពាក្យបណ្ដឹងមានមូលដ្ឋានប្រកបតែគាត់ចោលមូលដ្ឋាននេះមូលដ្ឋាននេះត្រូវចេះតែគាត់ចោលរកលេខកាលគាត់ឆែកអីខុសគ្នាប្រហែលម៉ោងហ្នឹងចេះតែឆ្លើយពីមួយដាក់មួយទៅចាត់ចោលហើយบอกเราវិញបាននិយាយថាភាពប្រក្រតីពីមានបាក់ស្គាល់យើងមានរបាយការណ៍ពីភ្នាក់ងារគណៈកម្មយើងសង្គមស៊ីវិលពីមានអំណាចគេបានឃើញថារាប់អត់ត្រឹមត្រូវរាប់ឲ្យពិតពីរាប់ឲ្យសម្លុតភ្នាក់ងារឲ្យសុំប្រឡងយើងទាមទារឲ្យរាប់ឡើងវិញករណីជាក់ស្ដែងមួយចំនួនទៀតអាស្រ័យលើរបាយការណ៍ដែលយើងទទួលពីខេត្តដែលឡើងមកបណ្ដានិយាយសរុបទៅគឺលទ្ធផលនៃការបោះឆ្នោតដែលយើងឮមកទល់នឹងពេលនេះគណៈបកសង្គ្រោះជាតិអត់ទទួលយកមិនអាចទទួលយកបានទេព្រោះមានភាពសពិចសពិលមានការសង្ស័យច្រើនថាមិនឆ្លុះបញ្ចាំងចន្ទៈជាទីខ្មែរហើយបំលេងយ៉ាងធ្ងន់ធ្ងរលើចន្ទៈជាទីខ្មែរទីពីរដើម្បីដោះស្រាយបញ្ហាទាំងអស់នេះដើម្បីឈានទៅរកស្ថានភាពមួយដែលយើងអាចជួយកសាងប្រទេសជាតិទាំងអស់គ្នាក៏តែយើងដោះស្រាយបញ្ហាទាំងអស់ត្រូវរៀបចំគណៈកម្មការជំនាញមួយចម្រុះមួយមានគណៈកម្មការមានគណៈបកធំៗពីក្នុងហើយមានអ្នកឯកទេសពីសង្គមស៊ីវិលចូលរួមផងដែរនិងកោជបខ្លួនឯងបានឈប់រំពឹងលើកោជបតែមួយទៀតណារឿងដោះស្រាយវិវាទស៊ើបអង្កេតរឿងការបោះឆ្នោតមិនអាចរំពឹងតែលើកោជបយើងត្រូវការអ្នកឯករាជ្យអ្នកជំនាញជាតិនិងអន្តរជាតិយើងនឹងសូមឲ្យអង្គការសហប្រជាជាតិដែល UNDP ដែលធ្លាប់ជួយគ្រប់គ្រងក្រមមើលការបោះឆ្នោតពីអ្នកជំនាញគេមានបទពិសោធន៍ច្រើនណាស់សូមឲ្យប្រើធនធានជាតិធនធានអន្តរជាតិដើម្បីជំរុញឲ្យលទ្ធផលនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងចន្ទៈប្រជាពលរដ្ឋខ្មែរពិតប្រាកដខ្ញុំសូមអរគុណប៉ុណ្ណឹងបាទ